បើសិនជាបងប្អូនមើលពិភពលោកសពថ្ងៃនេះដោយការមើលទៅលើមេដឹកនាំដោយការមើលទៅលើប្រទេសនីមួយនៅក្នុងពិភពលោកនេះសម្រាប់ការយល់របស់ខ្ញុំយល់ថាបងប្អូនមិនអាចគិតយល់រឿងរ៉ាវនៅក្នុងโลกនេះទេគឺយើងនឹងវង្វេងតាមព្រឹត្តិការណ៍បើសិនបើអ្វីដែលជាការគិតរបស់បងប្អូនដោយសំអាងលើត្រឹមតែការមើលឃើញរវាងប្រទេសនិងប្រទេសជាការប៉ះទង្គិចគ្នាក៏ដោយជាការមានបញ្ហាជាមួយគ្នាក៏ដោយបើយើងមើលត្រឹមតែប្រទេសនិងប្រទេសឬមេដឹកនាំនិងមេដឹកនាំសម្រាប់ការយល់របស់ខ្ញុំយល់ថាបងប្អូនមិនអាចគិតយល់រឿងរ៉ាវទាំងមូលបានទេបងប្អូននឹងងាយនឹងវង្វេងតាមព្រឹត្តិការណ៍សួរថាហេតុអីព្រោះដំណើររបស់ពិភពលោកនេះវាមានដើមហេតុរបស់វាមានដំណើររបស់វាហើយនឹងមានផលរបស់វាព្រោះថាក្នុងហេតុដំណើរផលរបស់ពិភពលោកនឹងវាបានធ្វើឲ្យកើតចេញនៅការប៉ះទង្គិចការមានបញ្ហារវាងប្រទេសនិងប្រទេសនីមួយដែលវាមានដើមចមពីហេតុខាងដើមរបស់វាដែលយើងមើលដល់ពិភពលោកទាំងមូលជាក់ស្ដែងការប៉ះទង្គិចគ្នារវាងប្រទេសខ្មែរជាមួយប្រទេសសៀមក៏វាមានចំណែកពីចំហាយរបស់ពិភពលោកដែរវាបានគូផ្សំពីហេតុខាងដើមពីដំណើររបស់ពិភពលោកនិងពីផលដែលវាសល់នៅអ្វីដែលយើងឃើញជាក់ស្ដែងហ្នឹងគឺការប៉ះទង្គិចបើយើងមើលត្រឹមតែស្ដេចសៀមវាចង់បានដីខ្មែរទៅវាធ្វើសង្គ្រាមបើយើងមើលនឹងផ្នែកយើងឃើញថាអញ្ចឹងហើយត្រូវឯងយើងប្រកាសជាឃើញត្រឹមហ្នឹងយើងឃើញត្រឹមមេដឹកនាំប្រទេសសៀមបើមើលត្រឹមតែនាយករដ្ឋមន្ត្រីទៀតនោះយើងកាន់តែវង្វេងទៀតហើយវង្វេងតាមព្រឹត្តិការណ៍ទៀតហើយជាក់ស្ដែងដោយអាណូទីនបើយើងមើលមេដឹកនាំប្រទេសថៃជាអាណូទីននោះយើងកាន់តែជាមនុស្សដែលវង្វេងតាមព្រឹត្តិការណ៍ថែមទៀតដោយសារអីដោយសារតែក្នុងរឿងផ្ទៃក្នុងរឿងការរៀបចំរដ្ឋរបស់ប្រទេសសៀមគឺរដ្ឋបាលដែលកាន់នឹងត្រឹមតែជាទូលខោនដែលដើរសម្ដែងនៅក្នុងវងនៃប្រជាធិបតេយ្យក្នុងប្រទេសសៀមនឹងឲ្យប្រជាជនសៀមកុំឲ្យបះបោកុំឲ្យស្រែកថាអត់ប្រជាធិបតេយ្យសម្ដែងឆាកជាប្រជាធិបតេយ្យតែការពិតគឺរបបក្សត្រជាអ្នកបញ្ជាទាំងស្រុងរាល់នាយករដ្ឋមន្ត្រីណារាល់មេដឹកនាំដែលកើតចេញពីការបោះឆ្នោតណាដែលប្រជាពលរដ្ឋភាគច្រើនពេញចិត្តនឹងត្រូវបានស្ដេចរបស់ប្រទេសសៀមកម្ចាត់បោសសម្អាតយ៉ាងអាណោចអាធមបំផុតខ្លះធ្វើរដ្ឋប្រហារខ្លះរៀបចំឧបាយកលដើម្បីកម្ចាត់ដូចតកូលស៊ីនវត្រាគឺត្រូវបានបោសសម្អាតកម្ចាត់យ៉ាងអាណោចអាធមបំផុតការរៀបចំល្បិចកលកាលផែថងឋានកាន់រដ្ឋនោះដែលមានឪពុកជាមេបៈ
ក្នុងការរៀបចំឲ្យបោះឆ្នោតក្លាយជានាយករដ្ឋមន្ត្រីឲ្យកូនក្លាយជានាយករដ្ឋមន្ត្រីនោះគឺដោយសារតែបោះឆ្នោតដោយប្រជាជនអំណាចត្រូវបានផ្ដល់ឲ្យប្រជាជនផ្ដល់ឲ្យដោយប្រជាជនអញ្ចឹងអ្វីដែលស្ដេចសៀមខ្លាចបំផុតនោះខ្លាចមេដឹកនាំរបស់ពួកប្រជាធិបតេយ្យទាំងអស់នោះរៀបចំឲ្យពលរដ្ឋធ្វើបាតកម្មនៅថ្ងៃណាមួយអញ្ចឹងជានិច្ចកាលគឺធ្វើការបោសសម្អាតហើយបោះសម្អាតនឹងមានច្រើនរូបភាពណាស់យើងឃើញកន្លងមកហើយជាប្រវត្តិសាស្ត្រគឺប្រទេសថៃមកដល់បច្ចុប្បន្នហ្នឹងគឺជាប្រទេសមួយដែលមានរដ្ឋប្រហារច្រើនបំផុតក្នុងលោកសួរថាហេតុអីបានអញ្ចឹងព្រោះអំណាចមិនមែនកើតចេញពីជាបរិបទបោះឆ្នោតឲ្យទេគឺស្ដេចជាអ្នករៀបចំអញ្ចឹងអ្នកណាដែលអាចនឹងមានផលប៉ះពាល់ដល់គ្រឹះរបស់ស្ដេចសៀមនឹងនោះស្ដេចសៀមនឹងរៀបចំផែនការកម្ចាត់ជានិច្ចកាលនឹងរឿងប្រទេសសៀមនឹងបើយើងមើលត្រឹមមេដឹកនាំប៉ុណ្ណឹងហើយយើងស៊ូទៅទៀតថាចុះហេតុអីបានជាស្ដេចសៀមរៀបចំផែនការកម្ចាត់ពួកប្រជាធិបតេយ្យជានិច្ចកាលអញ្ចឹងតើស្ដេចសៀមខ្លាចអីព្រោះថាខ្លួនឯងកាន់ទាំងតបកាន់ទាំងទ្រព្យសម្បត្តិជាច្រើនវិស័យរស់ស៊ីជាច្រើនគឺនៅក្នុងកណ្ដាប់ដៃតកូលរាជវង្សរួចហើយសួរថាតើស្ដេចសៀមខ្លាចអីទៀតបាននៅតែធ្វើទុកបុកម្នេញដល់ពួកប្រជាធិបតេយ្យនឹងជានិច្ចកាលអញ្ចឹងហេតុផលនោះគឺពួកប្រជាធិបតេយ្យនេះមិនមែនមានមេដឹកនាំត្រឹមតែជាថាក់ស៊ីនមិនមែនមានមេដឹកនាំត្រឹមតែផៃថងឋានទេគឺមានលោកសេរីនៅពីក្រោយទៀតដែលមានអាមេរិកជាបងធំព្រោះថាពួកលោកសេរីនេះបានដាំបណ្ដុះប្រជាធិបតេយ្យមកជាយូរមកហើយដាំរហូតដល់បានផ្លែផ្ការួចហើយឲ្យតែខាងលោកសេរីត្រូវការរៀបចំអ្វីប៉ុន្តែត្រូវបានខាងស្ដេចសៀមខាងរាជវាំងជំទាស់ឬក៏ខាងស្ដេចសៀមធ្វើអ្វីដែលមិនសមស្របដែលមិនដើរស្របតាមផលប្រយោជន៍របស់អាមេរិកឬលោកសេរីនោះផ្លែផ្កាដែលខ្ញុំឲ្យឈ្មោះថាបរមាណូប្រជាធិបតេយ្យដែលគេដាំរួចហើយនៅក្នុងប្រទេសសៀមហ្នឹងផ្លែផ្កាមានរួចហើយហ្នឹងគេនឹងប្រើវាដើម្បីតទល់ជាមួយនឹងក្សត្រជាមួយនឹងរបបស្ដេចនៅក្នុងប្រទេសសៀមជាស្ដែងកាលពីប្រយុទ្ធឡើងកាន់ជានាយករដ្ឋមន្ត្រី2អាណត្តិអត់បាន2អាណត្តិពេញបងត្រូវបានគេធ្វើប្រជាពលរដ្ឋដេញចេញសួរថាហេតុអីបានមានកម្លាំងបះបោបាតកម្មធំដល់ទៅរាប់លាននៅបាងកកដើម្បីដេញប្រយុទ្ធច័ន្ទអ៊ូចាចេញពីតំណែងព្រោះកាលនោះប្រយុទ្ធច័ន្ទអ៊ូចាចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិនមិនមែនសម្ងាត់ទេចុះកិច្ចព្រមព្រៀងជាមួយចិនដើម្បីជីកប្រជីក្រាដោយសារតែវាបំរើផលប្រយោជន៍របស់ចិនបំរើផលប្រយោជន៍ផ្លូវខ្សែក្រវ៉ាត់បំរើសេដ្ឋកិច្ចរបស់ចិនអញ្ចឹងខាងលោកសេរីជាពិសេសអាមេរិកគឺមិនអនុញ្ញាតឲ្យជីកទេទើបមានបាតកម្មផុសឡើងដល់ផុសផុលហើយប្រជាពលរដ្ឋចូលរួមរាប់លានគឺយកសិទ្ធិសេរីភាពប្រជាធិបតេយ្យមកដើម្បីចង្អុលថាមេដឹកនាំប្រយុទ្ធ
ចេញពីយោធាអត់ប្រជាធិបតេយ្យលេចរឿងរ៉ាវអាស្រូវរបស់ស្ដេចថែមទៀតប្រជាពលរដ្ឋរាប់លានងើបមកបះបោមកនៅបាងកកពេលនោះហើយបានកិច្ចព្រមព្រៀងនឹងទុកចោលហើយត្រូវបានដូរនាយករដ្ឋមន្ត្រីភ្លាមហើយមានការរៀបចំមានការបោះឆ្នោតបន្ថែមទៀតនឹងរឿងប្រទេសថៃយើងឃើញថាផ្លែផ្កាដែលការចេញពីខាងលោកសេរីដាំបណ្ដោះប្រជាធិបតេយ្យក្នុងប្រទេសសៀមហ្នឹងគឺយកទៅប្រើពេលណាក៏បានដោយសារតែហេតុនឹងហើយបានជាក្រមប្រជាធិបតេយ្យនេះគឺគ្រោះថ្នាក់ណាស់សម្រាប់រាជវង្សក្សត្រស្ដេចសៀមអញ្ចឹងជានិច្ចកាលស្ដេចសៀមរៀបចំផែនការបោសសម្អាតរហូតមកដល់ដំណាក់កាលមួយដែលព្រោះតែខ្លាចប្រជាជនងើបមកបះបោម្ដងទៀតគឺបង្ហុយបញ្ហាមកប្រទេសខ្មែរតែខ្ញុំថានេះជារឿងអភ័ព្វរបស់ជនជាតិយើងដែលនៅចិត្តប្រទេសមួយដែលតែងតែបង្ហុយបញ្ហាមកទៅដែនដើម្បីរំដោះគ្រោះនៅក្នុងបាងកកអញ្ចឹងអ្វីដែលយើងឃើញនោះគឺស្ដេចសៀមអ្វីដែលខ្លាចបំផុតនោះគឺកម្លាំងបាតកម្មនៅបាងកកផុសឡើងកាលពីទម្លាក់ផែថងឋានផ្ទុះសង្គ្រាមជាមួយខ្មែរ5ថ្ងៃនៅពេលដែលអាណូទីនឡើងការរដ្ឋចាប់ផ្ដើមរង្គោះរង្គើអំណាចថែមទៀតប្រជាពលរដ្ឋចាប់ផ្ដើមសម្ដែងការមិនពេញចិត្តថែមទៀតអញ្ចឹងរឿងដែលកើតឡើងគឺបង្កបញ្ហាជាមួយខ្មែររហូតដល់ផ្ទុះនៅសង្គ្រាមជាលើកទី2រហូតដល់ថ្ងៃហ្នឹងជាថ្ងៃទី6ហើយគឺនៅតែបង្ហុយបញ្ហាមកទល់ដែនហើយមូលហេតុដែលសៀមមិនស្ទាក់ស្ទើរក្នុងការធ្វើសង្គ្រាមជាមួយខ្មែរក៏ព្រោះតែហេតុផល4យ៉ាងដែលខ្ញុំអាចគូបញ្ជាក់បានថាជាព្រួយមួយបាញ់បានសត្វ4ពីមុនខ្ញុំថាតែ3ឥឡូវខ្ញុំថែមមួយទៀតឲ្យគ្រប់4ព្រួយមួយបាញ់បានសត្វ4មានអីខ្លះទី1គឺយកបេះដូងប្រជាជនថៃប្រជាជនថៃត្រូវញែកឲ្យដាច់រវាងប្រជាជនថៃនិងប្រជាជនសៀមរវាងថៃនិងសៀមអ្វីដែលយើងអាចបែងចែកបានគឺពូថៃគឺសំដៅលើពូប្រជាធិបតេយ្យមានប្រជាពលរដ្ឋរាប់លានគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យហើយត្រូវបានពួកសៀមបោសសម្អាតគឺអ្នកដែលគ្រប់គ្រងខ្សាត់មានដូចជាពួកតបពួកមេតបអ្នកជំនួយមួយចំនួនដែលនៅក្រោមអធិបតេយ្យរបស់ស្ដេចពួកនឹងជាពួកសៀមអញ្ចឹងសម្រាប់ការយល់របស់ខ្ញុំក្នុងដំណាក់កាលហ្នឹងយើងត្រូវបែងចែកឲ្យពីរដាច់ពីគ្នារវាងសៀមនិងថៃសៀមសំដៅដល់អ្នកដែលគ្រប់គ្រងខ្សាត់ឬរបបស្ដេចហើយសម្រាប់ថៃសំដៅដល់អ្នកដែលគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យឬក៏បរមាណូប្រជាធិបតេយ្យដែលត្រូវបានលោកសេរីដាំម្ដងមានតកូលថាក់ស៊ីនមានតកូលស៊ីនវ៉ាត្រាជាមេខ្លោងហើយនៅពីក្រោយមេខ្លោងហ្នឹងគឺលោកសេរីគឺអាមេរិកនិងលោកសេរីនឹងឯងអញ្ចឹងនេះខ្ញុំបើកវងកញ្ចក់បន្តិចឥឡូវខ្ញុំបិទមកវិញគឺអ្វីដែលស្ដេចសៀមមិនស្ទាក់ស្ទើរក្នុងការធ្វើសង្គ្រាមជាមួយខ្មែរគឺហេតុផល4ទី1គឺយកបេះដូងប្រជាជនថៃដោយសារអីដោយសារតែពូថៃហ្នឹងគឺពូដែលគ្រប់គ្រងប្រជាធិបតេយ្យហើយពូថៃហ្នឹងក៏ជាពូដែលស្អប់ខ្មែរដែរនៅពេលដែលមានសង្គ្រាមតាមការស្ទង់មតិគឺប្រជាជនថៃទាំងអស់ហ្នឹងក៏ពេញចិត្តដែរក្នុងការដណ្ដើមយកតំបន់ណាមួយដែលជាគេគិតថាជាទឹកដីរបស់គេ
ហើយនៅពេលដែលដណ្ដើមបានគឺពូថៃហ្នឹងក៏ពេញចិត្តជាមួយនឹងសមត្ថភាពរបស់មេដឹកនាំរបស់គេដែលជាក្សត្រនឹងដែរនៅពេលអញ្ចឹងហើយបានយើងឃើញសកម្មភាពរបស់ទ័ពគឺវាព្យាយាមរុលមកដាក់ទង់ជាតិពេលខ្លះរុលមកប្រផាត់ប្រភិញមិនព្យាយាមដាក់ទង់ជាតិឲ្យបានគឺថាហេតុអីគឺដើម្បីយករូបភាពទៅលួងលោមពូថៃពូប្រជាធិបតេយ្យហ្នឹងឲ្យគ្រប់គ្រងឲ្យមានចិត្តពេញចិត្តជាមួយនឹងអ្វីដែលជាស្នាដៃរបស់ទ័ពក៏ជាកាប់ពេញចិត្តជាមួយនឹងអ្វីដែលជាសមត្ថភាពរបស់មេដឹកនាំថៃគឺស្ដេចថៃដែរអញ្ចឹងហើយបានយើងឃើញរូបភាពគឺព្យាយាមរុលមកដាក់កងទ័ពរុលមកដាក់ទង់ជាតិហើយអ្វីដែលវាត្រូវតែយកឲ្យបានគឺចំណុចណាដែលយើងខ្សោយដូចជាភ្នំទ្របយើងត្រូវឡើងភ្នំទៅវាយវាដឹងថាតំណឹងខ្សោយអញ្ចឹងវាព្យាយាមបុកតំណឹងខ្លាំងបំផុតអញ្ចឹងយើងរៀបតបត្រៀមមិនទាន់ហើយឡើងភ្នំទៅវាយមិនអញ្ចឹងសម្រាប់អារម្មណ៍ខ្ញុំយល់ថាការបាត់បង់អញ្ចឹងវាមិនមែនជារឿងដែលបងប្អូនមានអារម្មណ៍ថាបាត់បង់ជំនឿឬក៏អស់សង្ឃឹមទេក្នុងការធ្វើសឹកលើតំបន់ភូមិសាស្ត្រគេមានប្រៀបទាំងភូមិសាស្ត្រហើយគេដាក់តបមកទៀតគឺថាយើងយកអីទៅទប់ឬក៏បងប្អូនមិនអាណិតការពលីរបស់តបយើងទេអ្វីដែលគួរឲ្យស្ងាច់សរសើរនឹងគឺទឹកចិត្តវីរភាពរបស់កងទ័ពយើងដែលប្រឈមមុខមិនខ្លាចក្នុងការពលីទោះត្រូវឡើងភ្នំទៅវាយក៏ដោយជារឿងដែលគួរឲ្យយើងកោតគោរពដល់ទឹកចិត្តរបស់ពួកគាត់ណាស់ប៉ុន្តែពាក់ព័ន្ធនឹងច្បាប់អន្តរជាតិទោះថៃវាយបានក៏ដោយក៏មិនអាចយកបានដែរនៅពេលដែលថ្ងៃមួយនៅពេលដែល ICJ កាត់ក្តីខ្មែរយើងធ្វើសកម្មភាពឲ្យថៃបកគលឲ្យវិញទោះពេលថៃមិនបកគលទោះយើងចេញទ័ពក៏គ្មានអន្តរជាតិណាគេហ៊ានថ្កោលទោសខ្មែរដែរដោយសារតែខ្មែរធ្វើតាមច្បាប់យើងមិនមែនទៅដណ្ដើមគេទេយើងទៅយករបស់យើងអញ្ចឹងមិនថាយើងចេញទ័ពយើងប្រាមអាជីវបាយណាទេគឺយើងនៅខាងត្រូវជានិច្ចនេះជាយុទ្ធសាស្ត្រឈ្នះរបស់មេដឹកនាំយើងដែលលោកយល់ដឹងជ្រាលជ្រៅណាស់ពាក់ព័ន្ធជាមួយនឹងការរៀបចំដំណើរនយោបាយដោះស្រាយបញ្ហាទល់ដែរនឹងដូច្នេះទោះមានការបាត់បង់ខ្លះសូមបងប្អូនជនរួមជាតិខ្មែរក៏មានអារម្មណ៍ថាបាក់ទឹកចិត្តឬក៏មានអារម្មណ៍ថាស្ដីបន្ទោសដល់វីរភាពរបស់កងទ័ពយើងអីពាក់ព័ន្ធនឹងភូមិសាស្ត្រនឹងខ្ញុំបញ្ជាក់ប៉ុណ្ណឹងអានឹងសត្វទី1អ្វីដែលសៀមតែងតែមិនស្ទាក់ស្ទើរក្នុងការធ្វើសង្គ្រាមមួយខ្មែរគឺយកបេះដូងប្រជាជនសៀមនៅពេលដែលយកបានដំណើរណាមួយដូចជាភ្នំទ្របអ្វីដែលទទួលបានឲ្យប្រជាជនហ្នឹងគឺប្រជាជនថៃគឺចាប់ផ្ដើមពេញចិត្តជាមួយនឹងសមិទ្ធផលដែលគេមានគេថាគេមានមោទនភាពអ្វីដែលគេមានបានពីការខ្លាំងក្លារបស់តបគេរបស់តបគេអញ្ចឹងជាការយកបេះដូងប្រជាជនសៀមនឹងកត្តាទី1ផលទី1ហើយផលទី2នោះគឺបង្រួមរវាងសៀមនិងថៃនៅពេលដែលស្រុកសៀមមានសន្តិភាពពេលនោះកម្លាំងប្រជាធិបតេយ្យកម្លាំងរបស់ពូប្រជាធិបតេយ្យនឹងងើបកាន់តែខ្លាំងគឺជាធម្មតាពូប្រជាធិបតេយ្យហ្នឹងតែងតែមានទំនោរកើតចេញពីការរៀបចំបណ្ដាញយុវជនរបស់គេហ្នឹងដើម្បីធ្វើការរិះគន់ដើម្បីធ្វើការឌីប៊ីតជាដើមគឺគេនឹងរៀបចំព្រឹត្តិការណ៍ឲ្យមានការប៉ះទង្គិចជាមួយនឹងរបបដឹកនាំជាក្សត្រហ្នឹងជាតបហ្នឹងអញ្ចឹងនៅពេលដែលស្រុកថៃមានសន្តិភាពពេលនោះ
អ្វីដែលគ្មានសន្តិភាពហ្នឹងគឺរាជវាំងហើយនៅពេលដែលធ្វើសង្គ្រាមជាមួយខ្មែរគឺអ្វីដែលស្ដេចសៀមទទួលបានហ្នឹងគឺប្រជាជនថៃនិងប្រជាជនសៀមគឺបង្រួបបង្រួមរួមចិត្តរួមគំនិតតែមួយដើម្បីច្បាំងជាមួយខ្មែរនៅពេលដែលមានខ្មែរជាសត្រូវអញ្ចឹងហើយបានស្ដេចសៀមធ្វើសង្គ្រាមជាមួយខ្មែរមិនស្ទាក់ស្ទើរអាហ្នឹងកត្តាទី2គឺបង្រួបបង្រួមរវាងសៀមនិងថៃហើយកត្តាទី3គឺមានហេតុផលដាក់ច្បាប់អាញាសឹកជានិច្ចកាលហេតុអីបានចាំបាច់ត្រូវតែដាក់ច្បាប់អាញាសឹកហើយមានបំណងដាក់ច្បាប់អាញាសឹកទូទាំងប្រទេសទៀតសួរថាហេតុអីព្រោះថាមេដឹកនាំមេខេត្តមេឃុំមេស្រុករបស់ថៃត្រូវបានបោះឆ្នោតដោយប្រជាពលរដ្ឋទម្លាក់ដោយប្រជាពលរដ្ឋអញ្ចឹងបើពួកនោះคล้ายជាឧបករណ៍របស់ក្រមប្រជាធិបតេយ្យនោះជាហានិភ័យរបស់ស្ដេចសៀមហើយអញ្ចឹងហើយបានស្ដេចសៀមតែងតែបង្ករឿងនៅព្រំដែនហើយដាក់តំបន់ហ្នឹងជាតំបន់មានច្បាប់អាញាសឹកគ្រប់គ្រងដោយយោធាគឺយោធាមានអំណាចជាងមេខេត្តមានអំណាចជាងមេស្រុកមេឃុំមេភូមិទាំងអស់គឺអំណាចនៅក្នុងដៃទ័ពអញ្ចឹងនឹងជាហេតុផលដែលស្ដេចសៀមចាំបាច់ត្រូវតែដាក់ច្បាប់អាញាសឹកហើយដើម្បីដាក់ច្បាប់អាញាសឹកបានវាទៅតែតំបន់ហ្នឹងអស្ថិរភាពអញ្ចឹងដើម្បីឲ្យអស្ថិរភាពគឺបង្ករឿងនៅទល់ដែនហើយព្យាយាមបំភ្លៃឲ្យប្រជាជនឃើញថារឿងនេះវាកើតចេញពីអ្នកជិតខាងប្រទេសជិតខាងដើម្បីបង្ករឿងគឺវាទៅជាត្រឡប់ខុសទៅត្រូវទៅខុសសទៅខ្មៅទៅសហ្នឹងហើយដែលប្រជាជនសៀមត្រូវបានគេបំភ្លៃឡើងកលាត់ខួរហើយសូម្បីតែយើងនិយាយបញ្យល់ពីប្រវត្តិសាស្ត្រក៏វាលែងស្ដាប់ដែរនេះស្អីកុំថាតែខាងណាជាអ្នកបន្លប់គឺស្ដេចសៀមខ្លួនឯងហ្នឹងគឺរដ្ឋបាលសៀមខ្លួនឯងហ្នឹងបន្លប់ប្រជាជនខ្លួនឯងឲ្យវល់អស់លែងចេះគិតហេតុផលអស់ហើយហ្នឹងគឺបន្លប់ទាំងរឿងប្រវត្តិសាស្ត្រអត់ឲ្យគិតហេតុផលទេគឺថាព្យាយាមបន្លប់ឲ្យប្រជាជនថៃហ្នឹងមានជំនឿតែលើអ្វីដែលគេសរសេរចេញមកដូចជាចោតជនជាតិខ្មែរហ្នឹងជាចោលទៅដើមទឹកដីគេជាដើមហ្នឹងគឺវាលែងគិតពីហេតុផលថាខ្មែរហ្នឹងកំណើតមុនវិញហើយវាលែងគិតហ្នឹងវាមិនជាការធ្វើឲ្យប្រជាជនកាន់តែល្ងងហើយណាគេអ្នកធ្វើឲ្យប្រជាជនល្ងងណាគេប្រឡាប់ខួររបស់ប្រជាជនគឺរាជវង្សហ្នឹងឯងនឹងទី3គឺដាក់ច្បាប់អាញាសឹកជានិច្ចកាលមានលេសមានហេតុផលដាក់ច្បាប់អាញាសឹកជានិច្ចកាលហើយទី4គឺបញ្ជាការប្រមូលផ្ដុំនៅបាងកកបើសិនជាមានសន្តិភាពនោះកម្លាំងពួកប្រជាធិបតេយ្យនឹងរៀបចំដើម្បីធ្វើបាតកម្មនៅបាងកកអញ្ចឹងដើម្បីបញ្ជាកុំឲ្យពួកនឹងរៀបចំរបាយកលបាតកម្មរៀបចំកម្លាំងបាតកម្មនៅបាងកកបានធ្វើម៉េចផ្ទុះសង្គ្រាមមួយខ្មែរទៀតឃើញគាត់តែរឿងផ្ទុះសង្គ្រាមមួយខ្មែរមួយហ្នឹងគឺបានផលដល់តែ4ហ្នឹងជាហេតុផលដែលសៀមវាមិនស្ទាក់ស្ទើរទេក្នុងការធ្វើសង្គ្រាមជាមួយខ្មែរដើម្បីរំដោះគ្រោះនៅក្នុងបាងកកនឹងជាបំណងរបស់គេនឹងជាគោលដៅរបស់គេអញ្ចឹងក្នុងនាមយើងជាប្រទេសទៅយើងត្រូវធ្វើម៉េចឥឡូវវាធ្វើសង្គ្រាមមួយខ្មែរហើយគោលដៅរបស់វាត្រូវយកអីមួយដើម្បីយកស្អំបេះដូងប្រជាជនសៀមប្រជាជនថៃកុំឲ្យពួកនឹងចូលរួមជាមួយពួកប្រជាធិបតេយ្យបំបីកម្លាំងពួកប្រជាធិបតេយ្យគឺវាត្រូវធ្វើអញ្ចឹងគឺត្រូវតែយកអីមួយឲ្យបានព្យាយាមយកភ្នំទ្របជាតំបន់មួយដែលយើងពិបាកនឹងការពារណាតែខ្មែរយើងព្យាយាមការពារទោះក្នុងតម្លៃណាក៏ដោយបើសិនជាយើងបាត់បង់អ្វីមួយក្នុងចំណោមទាំងអស់ហ្នឹង
បាត់បង់កាន់តែច្រើននោះខាងសៀមស្ដេចសៀមកាន់តែពេញចិត្តជាមួយនឹងអ្វីដែលពេញចិត្តមិនមែនពេញចិត្តបានអ្វីបានទឹកដីប៉ុណ្ណឹងទេគឺពេញចិត្តដែលស្ដេចសៀមអាចបំបែកកម្លាំងពូប្រជាធិបតេយ្យបានបំបែកកម្លាំងគ្រប់គ្រងអញ្ចឹងខ្មែរយើងដើម្បីដោះស្រាយទប់ទល់ជាមួយនឹងយុទ្ធសាស្ត្រទុច្ចរិតរបស់សៀមគឺត្រទប់កុំឲ្យសៀមវាទីយកតំបន់អីក៏ដោយគឺមិនអាចឲ្យយកបានទេទោះបីជាយកបានភ្នំត្រប់អូខេជាតំបន់មួយដែលយើងពិបាកការពារណាខ្ញុំសម័យដល់បងប្អូនគិតមើលឲ្យវិរៈកងទ័ពយើងឡើងភ្នំតវ៉ៃទៅដើមសួរថាពាក្យលីឈាមស្រស់សាច់ស្រស់ប៉ុណ្ណាអាណិតដល់ប្រពន្ធកូនគាត់ដែលនៅចាំនៅផ្ទះខ្ញុំឃើញទឹកភ្នែកការស្រែកតហូយំរបស់គ្រូសានៃយុទ្ធជនដែលពាក្យលីគឺជាសម្រែកដែលគួរឲ្យជឿចាប់ណាស់យើងមិនចង់ឃើញទេអញ្ចឹងហើយបងប្អូនសូមមេត្តាយល់រឿងហ្នឹងកុំគ្រប់ព្រោះតែការបាត់បង់ប៉ុណ្ណឹងដាក់បន្ទុកឲ្យរាជរដ្ឋាភិបាលដាក់បន្ទុករហូតដល់ផ្ដល់ឱកាសដល់ពូទុច្ចរិតដែលពូអាលេមលើមដោយលោកតាសូសុផលបញ្ជាក់ហ្នឹងតែងតែឆ្លៀតឱកាសក្នុងការបំបាក់ជំទល់របស់ជាតិនៅពេលដែលបងប្អូនរិះគន់នៅពេលដែលបងប្អូនឈឺចាប់ជាមួយនឹងការបាត់បង់ចំណិតប៉ុណ្ណឹងបងប្អូនធ្វើឲ្យបាក់ជំទល់ជាតិទាំងមូលនោះប្រទេសយើងនឹងវឹកវរម្ដងទៀតហើយខ្ញុំជឿជាក់ថាมันបាត់បង់ទេដោយសារតែសពថ្ងៃប្រទេសទាំងអស់រស់នៅក្នុងច្បាប់អន្តរជាតិនៅពេលដែលគេកាត់ក្តីគឺគេផ្អែកលើច្បាប់អន្តរជាតិគេនឹងកាត់មកឲ្យខ្មែរវិញដោយប្រសាទព្រះវិហារអញ្ចឹងហើយជាលទ្ធផលគឺឥឡូវឲ្យអត់បើមិនឲ្យលើទៅវាយយើងវាយក៏ត្រូវយើងព្យាយាមដើរការទូតយកមកវិញត្រូវជានិច្ចយើងឆ្លោះលើអន្តរជាតិយើងងាកត្រូវទៀតសួរថានឹងជាផ្លូវអត់ល្អអត់គឺជាផ្លូវល្អហើយក៏លេខទៅអ្នកដែលព្យាយាមបំបាក់ជំទល់របស់ជាតិវិញអ្វីដែលវាធ្វើគឺមិនគឺគ្រប់គ្រងឲ្យមានការបះបោគ្រប់គ្រងឲ្យមាននៅពេលដែលមានការប៉ះទង្គិចរវាងខ្មែរសៀមធ្វើសង្គ្រាមអញ្ចឹងគឺពួកនឹងចាប់ដើមបានដៃទៀតហើយគឺចេញសេចក្តីថ្លែងការណ៍ដើម្បីឲ្យកូនខ្មែរមកបំបាក់ជំទល់ជាតិគឺថាពួកនឹងធ្វើអញ្ចឹងដើម្បីអីព្រោះថាវាអត់មានអ្វីដែលអាចមកคล้ายជាមេដឹកនាំខ្មែរបានក្រៅពីវិធីទុច្ចរិតអញ្ចឹងទេបើឆ្នោតក៏លែងទៅរួចដែរនឹងជារឿងខ្មែរនិងសៀមយើងឃើញដំណើរដើមតងទេដំណើរដើមតងវាកើតចេញមកពីប្រទេសសៀមត្រូវបានដាំបណ្ដុះប្រជាធិបតេយ្យយ៉ាងសពតសៃរួចហើយយ៉ាងសពជ្រាបពេញតសៃសូងប្រជាជនសៀមរួចហើយស្ដេចសៀមមិនអាចទប់បានទេតើអ្នកណាជាអ្នកដាំបណ្ដុះគឺលោកសេរីជាអ្នកណាបើយើងមើលទៅមើលត្រឹមអាមេរិកបើយើងមើលត្រឹមអាមេរិកតើយើងមើលយល់ពីពិភពលោកអត់សម្រាប់ការយល់របស់ខ្ញុំអាមេរិកត្រឹមតែជាអគ្គបញ្ជាការដ្ឋានមួយរបស់ស្វីសទេស្វីសដែលខ្ញុំបញ្ជាក់ពីវីដេអូមុនគឺសំដៅដល់ប្រព័ន្ធទូទាត់របស់ពិភពលោកឬក៏ប្រព័ន្ធហិរញ្ញវត្ថុរបស់ពិភពលោកដែលគេបង្កើតយូរហើយប្រព័ន្ធរបស់ស្វីសនេះមានអំណាចឲ្យមេដឹកនាំទាំងអស់នៅក្នុងពិភពលោកនេះយកទ្រព្យសម្បត្តិដែលជាមាសរបស់ប្រទេសនីមួយយកទៅតម្កល់នៅក្នុងធនាគាររបស់គេមកប្រទេសគិតជាទ្រព្យសម្បត្តិមិនតិចពាន់លានដុល្លារទេរាប់រយប្រទេសទៅគឺអាចលើសពីទ្រព្យសម្បត្តិពាក់កណ្ដាលរបស់ផែនដី
ព្រោះតែទ្រព្យសម្បត្តិដ៏មហិមាដ៏មហាសាលនេះហើយដែលម្ចាស់របស់ស្វីសនេះម្ចាស់របស់ប្រព័ន្ធស្វីសនេះដែលជាជនជាតិជ្វីបគឺជាមេដឹកនាំរបស់ពិភពលោកហើយបានរៀបចំសណ្ដាប់ធ្នាប់ឲ្យពិភពលោកមកតាំងពីក្រោយសង្គ្រាមលោកលើកទី2មកគឺបានបោសសម្អាតនិងរៀបចំសណ្ដាប់ធ្នាប់បានបង្កើតនៅ NATO ដែលជាដៃជើងរបស់ស្វីសនេះជាហេតុផលដែលជនជាតិជ្វីបនឹងអាចបង្កើតនៅអ៊ីស្រាអែលមួយដែលរឹងមាំបានព្រោះនៅពីក្រោយប្រទេសអ៊ីស្រាអែលគឺប្រព័ន្ធរបស់ស្វីសជាមានម្ចាស់ជាជនជាតិជ្វីបនិយាយបើគួរកញ្ចក់ពីអ៊ីស្រាអែលទៅចោះបងប្អូនចាំតែមើលទៅទ្វីបអាហ្វ្រិកខាងត្បូងនឹងក្លាយជាប្រទេសទាំងអស់ហ្នឹងត្បិតថាអាចទៅនៅប្រទេសប៉ុន្តែនឹងគ្រប់គ្រងដោយជនជាតិជ្វីបសប្តាហ៍ថ្ងៃហ្នឹងគឺកំពុងតែមានរឿងនៅសូដានមានការកាប់សម្លាប់ក៏ប្រកាសជាមានការលូកដៃពីជនជាតិជ្វីបដែរយូរនឹងឆាប់ស៊ីមបាវេប្រទេសសហអាហ្វ្រិកាប្រទេសមួយចំនួនទៀតដែលនៅក្នុងទ្វីបអាហ្វ្រិកខាងត្បូងនឹងคล้ายទៅជារបស់ប្រទេសអ៊ីស្រាអែលឬនៅក្នុងកណ្ដាប់ដៃរបស់ជនជាតិជ្វីបនៅថ្ងៃណាមួយខ្ញុំយល់ថាបែបហ្នឹងអញ្ចឹងបងប្អូនចាំតែសង្កេតទៅថានឹងមានរឿងអីកើតឡើងនៅអាហ្វ្រិកខាងត្បូងនឹងរឿងអ៊ីស្រាអែលខ្ញុំបានបញ្ចប់ប៉ុណ្ណឹងខ្ញុំបិទវិញអញ្ចឹងប្រព័ន្ធរបស់ស្វីសបានរៀបចំមកយូរហើយបានបោសសម្អាតប្រទេសមួយចំនួនដែលមិនព្រមនៅក្រោមនឹមរបស់គេមិនព្រមនៅក្រោមសំណាញ់របស់គេគឺបានបោសសម្អាតការដែលបោសសម្អាតហ្នឹងគឺដូចអាល្លឺម៉ង់មានអាល្លឺម៉ង់ខាងជើងអាល្លឺម៉ង់ខាងត្បូងបានកាប់គ្នារាប់ឆ្នាំសង្គ្រាមស៊ីវិលតែត្រូវបានបង្រួបបង្រួមហើយបង្រួបបង្រួមខ្លាយជាសមាជិករបស់ NATO គឺនៅក្រោមសំណាញ់របស់ស្វីសគ្រប់គ្រងមេដឹកនាំរបស់ប្រទេសទាំងអស់ហ្នឹងដែលជាសមាជិក NATO ហ្នឹងគឺពូជមូលធនហើយពូជមូលធនវាកើតចេញមកពីណាគឺដៃជើងរបស់ស្វីសជាអ្នកណាស្វីសជាអ្នកប្រមូលមាសនៅលើពិភពលោកទៅតម្កល់នៅក្នុងធនាគាររបស់គេត្រឹមតែមាសប៉ុណ្ណឹងមិនទាន់គ្រប់គឺប្រព័ន្ធទូទាត់ឆ្លងប្រទេសរបស់ពិភពលោកនៅក្នុងកណ្ដាប់ដៃរបស់ម្ចាស់របស់ស្វីសហើយម្ចាស់របស់ស្វីសហ្នឹងរៀបចំដៃជើងរបស់គេដែលជាមេដឹកនាំរបស់ប្រទេសនៅ NATO ហ្នឹងជាបណ្ដាញរបស់ពិភពលោកឬជាសំណាញ់របស់ពិភពលោកដែលបង្កើតឡើងដោយស្វីសប៉ុន្តែសប្តាហ៍ថ្ងៃនេះមានប្រព័ន្ធថ្មីមួយរះឡើងគឺប្រព័ន្ធ BRICS មាន5ប្រទេសចូលរួមប្រេស៊ីលរុស្ស៊ីឥណ្ឌាឆៃណានិងសហអាហ្វ្រិកាប្រទេសទាំង5នេះបង្កើតរូបិយប័ណ្ណមួយរួមគ្នាបង្កើតទីតាំង headquarter តម្កល់មាសនៅហុងកុងដូចជាមិនមែនហុងកុងទេដឹងតែនៅប្រទេសចិនជាមជ្ឈមណ្ឌលបង្កើតប្រព័ន្ធទូទាត់ឆ្លងប្រទេសរបស់ពិភពលោកថ្មីនិងជាហេតុផលដែលម្ចាស់របស់ស្វីសដែលត្រួតត្រាពិភពលោកមកយូរហើយគឺចាំបាច់ត្រូវតែរៀបចំផែនការកម្ចាត់ព្រីសចេញរបៀបកម្ចាត់គឺកម្ចាត់ប្រទេសណាដែលជាសមាជិកគោលនៅក្នុងប្រព័ន្ធព្រីសប្រទេសរុស្ស៊ីសមាជិកសំខាន់កម្ចាត់ទប់ស្កាត់ដោយវិធីណាគឺបង្កើតឲ្យមានសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីរយៈពេល3ឆ្នាំហ្នឹងមកនេះយើងមើលនឹងផ្នែកយើងឃើញតែសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីទេតែក៏ពិត
គឺ NATO ជាមួយរុស្ស៊ីឬ PRIS និង Swiss រៀបចំផែនការកម្ចាត់ PRIS ប្រើអាមេរិកនិង NATO ជាអគ្គបញ្ជាការដ្ឋានផងខ្លះជាអគ្គបញ្ជាការដ្ឋានរងផងបញ្ជាពី Washington បញ្ជាពី Paris បញ្ជាពី London ដើម្បីប្រមូលឲ្យគ្រប់ប្រមូលសព្វវុធនិងផ្ដល់នូវក្តីសង្ឃឹមដល់ប្រទេសអ៊ុយក្រែនដែលជាប្រទេសមួយប្រៀបដូចជាកូនមាន់ដែលឈរក្បែរជើងរបស់យក្សចង់ជន់ពេលណាក៏បានតែហ៊ានពើងទ្រូងដាក់យក្សប្រៀបត្រឹមជាមនុស្សទៅចោះមនុស្សនឹងយក្សបងប្អូនគិតមើលហ៊ានតតាំងជាមួយនឹងយក្សបើយក្សកាច់កបាក់ងាប់ទៅគិតមិនអាងលើមានយក្សប្រមាណទៀតនៅពីក្រោយទៅហ៊ានតតាំងមួយយក្សសង្ឃឹមថាយក្សប្រមាណនៅពីក្រោយនឹងជួយតែក៏ពិតជាឧបករណ៍ដែលពូក NATO ត្រូវបានប្រើប្រាស់អ៊ុយក្រែនដើម្បីទប់ឥទ្ធិពលប្រព័ន្ធរបស់ប្រព័ន្ធ PRIS និងរឿងរបស់ពិភពលោកយើងត្រូវមើលឲ្យដល់ប្រព័ន្ធបែបនេះទើបយើងយល់ពីដំណើររបស់ពិភពលោកទាំងមូលសូម្បីតែប្រទេសថៃក៏វាមានចំណែកនៅក្នុងការទប់ស្កាត់គ្នានៅក្នុងការប៉ះទង្គិចគ្នារវាង PRIS និង Swiss ដែរយើងឃើញមេដឹកនាំថៃដែលជាស្ដេចថៃនេះថ្មីនេះគឺទៅចាប់ដៃជាមួយនឹងប្រទេសចិនសួរថាហេតុអីព្រោះស្ដេចថៃដឹងច្បាស់ថាប្រព័ន្ធ PRIS ប្រើដៃជើងរបស់គេដើម្បីកម្ចាត់ស្ដេចសៀមចេញហើយលើកពូជប្រជាធិបតេយ្យដែលគេដាំបណ្ដោះមកកាន់រដ្ឋវិញមកកាន់ប្រទេសថៃវិញគឺត្រូវតែទម្លាក់ស្ដេចសៀមចេញពីបល្ល័ង្កនឹងជាហេតុផលដែលស្ដេចសៀមមិនអាចនៅពឹងពាក់លោកសេរីពឹងពាក់អាមេរិកដោយលើកមុនទៀតទេគឺត្រូវរត់ទៅពឹងចិនដោយសារហេតុអីបានពឹងចិនព្រោះចិនត្រូវការថៃដើម្បីបម្រើផ្លូវសេដ្ឋកិច្ចបម្រើប្រព័ន្ធរបស់ PRIS ត្រូវការថៃចូលរួមប្រព័ន្ធ PRIS ដែរហើយបង្កើតផ្លូវខ្សែក្រវ៉ាត់បម្រើសេដ្ឋកិច្ចរវាងប្រទេសចិននិងប្រទេសថៃហើយក៏ជាហេតុផលដែរទៅសុំចិនជួយការពារក្នុងដំណាក់កាលដែលមានការដណ្ដើមជាភូមិសាស្ត្រយកឥទ្ធិពលប្រព័ន្ធទាំងពីរហ្នឹងលើអាស៊ីខាងត្បូងដែរអញ្ចឹងប្រទេសថៃនៅពេលនេះបានក្លាយជាទីតាំងភូមិសាស្ត្រទីតាំងចំនួនភូមិសាស្ត្ររវាង PRIS និង Swiss ហើយដើម្បីទប់ឥទ្ធិពលពូប្រជាធិបតេយ្យងើបមកបោគឺស្ដេចថៃបង្កសង្គ្រាមជាមួយនឹងខ្មែរដូចខ្ញុំបានលើកឡើងខាងដើមអញ្ចឹងសំណួរសួរថាតើយើងទប់ទល់យ៉ាងម៉េចជាមួយនឹងអបាយកលទុច្ចរិតអញ្ចឹងទី1ត្រូវធ្វើឲ្យផែនការរបស់ប្រព័ន្ធ Swiss ផែនការរបស់លោកសេរីបានសម្រេចក្នុងការលើកពូជប្រជាធិបតេយ្យមកកាន់រដ្ឋជំនួសស្ដេចសៀមវិញផែនការនោះបានសម្រេចឬក៏បាននឹងកំពុងតែដំណើរការផែនការគឺប្រទេសថៃនឹងវឹកវរនៅពេលដែលប្រទេសថៃវឹកវរគឺនឹងគ្មានពេលមកបង្កចំនួននៅទល់ដែនទៀតទេអានឹងរឿងមួយរឿងទី2គឺយើងក៏ជាចំណែកផលប្រយោជន៍សំខាន់របស់ចិនដែរក្នុងការបម្រើផ្លូវខ្សែក្រវ៉ាត់សេដ្ឋកិច្ចអញ្ចឹងក៏គូតែឲ្យចិនក្នុងការជួយទប់ស្កាត់សង្គ្រាមដើម្បីកុំឲ្យផលប្រយោជន៍ទាំងពីរហ្នឹងវាប៉ះទង្គិចគ្នាវាប៉ះពាល់ដល់ផលប្រយោជន៍របស់ចិនតើពីរហ្នឹងគ្រប់គ្រាន់អត់គឺមិនទាន់គ្រប់គ្រាន់ទេដោយសារតែស្ដេចសៀមនៅតែធ្វើសង្គ្រាមជាមួយខ្មែរអញ្ចឹងលក្ខខណ្ឌទី3ហ្នឹងគឺប្រយុទ្ធគឺត្រូវតែច្បាំងទប់ក
កំឲ្យសៀមយកទឹកដីខ្មែរបានសូម្បីតែមួយទឹកពេលនោះអត្តពលរបស់សៀមនឹងធ្លាក់ចុះអត្តពលរបស់ស្ដេចសៀមនឹងធ្លាក់ចុះនៅពេលដែលធ្លាក់ចុះពូប្រជាធិបតេយ្យនឹងងើបមកបះបោម្ដងទៀតទម្លាក់ស្ដេចសៀមហើយស្ដេចសៀមគ្មានអ្វីក្រៅពីប្រើកម្លាំងដើម្បីទប់ទល់ទេពេលនោះគឺប្រទេសសៀមនឹងមានវិបត្តិប៉ះទង្គិចគ្នាហើយទីតាំងភូមិសាស្ត្រចំនួនទីតាំងភូមិសាស្ត្របានកើតឡើងក្នុងប្រទេសសៀមរវាងពូប្រជាធិបតេយ្យដែលគ្រប់គ្រងដោយពូលោកសេរីឬអាមេរិកហើយនឹងស្ដេចសៀមត្រូវបាននៅពីក្រោយគ្រប់គ្រងដោយចិនពីនឹងទង្គិចគ្នាប៊ុំផ្ទុះសង្គ្រាមស៊ីវិលពេលនោះយើងនឹងលែងមានបញ្ហាលើរឿងទល់ដែនដូច្នេះអ្វីដែលចាំបាច់ក្នុងកលៈទេសៈនេះទី1កុំឲ្យវាយកទឹកដីបានមកទឹកដោយមានការគ្រប់គ្រងពីមហាជនប្រជាជនយើងរួមចិត្តរួមគំនិតជួយលើកទឹកចិត្តដល់កម្លាំងយោធាយើងខាងមុខហើយមួយទៀតសូមបងប្អូនដែលជាអ្នកសារព័ត៌មានដែលជាអ្នកកាសែតដែលជាអ្នកចែករំលែកនៅក្នុងបណ្ដាញសង្គមគឺត្រូវតែបែងចែករវាងសៀមនិងថៃឲ្យដាច់ពីគ្នាដើម្បីកុំឲ្យពូនឹងរួបរวมកម្លាំងមកវាយើងអញ្ចឹងត្រូវបំបែកកម្លាំងពួកគេដោយញុះញង់ខ្ញុំប្រើពាក្យឲ្យអាក្រក់តែចោះគឺញុះញង់ឲ្យសៀមនិងថៃខំគ្នាព្រោះថាមកដល់ពេលនេះសៀមនិងថៃបានបែកបាក់គ្នាហើយទើបវាព្យាយាមធ្វើសង្គ្រាមជាមួយខ្មែរដើម្បីឲ្យកម្លាំងទាំងពីរនឹងរួបរวมអញ្ចឹងយើងដើម្បីកុំឲ្យវារួបរวมត្រូវតែញុះញង់កុំឲ្យវារួបរวมត្រូវញុះញង់មិននៅក្នុងបណ្ដាញសង្គមត្រូវញែកឲ្យដាច់រវាងសៀមនិងថៃឲ្យដាច់អាណាពូជាពូប្រជាធិបតេយ្យគឺសំដៅដល់ពូថៃហើយពូដែលគ្រប់គ្រងស្ដេចគឺសំដៅដល់ពូសៀមនៅក្នុងប្រជាជនជិត60លាននាក់70លាននាក់របស់សៀមក៏មានពូប្រជាធិបតេយ្យដែលមិនពេញចិត្តនឹងរបបក្សត្រដែរដូច្នេះបើសិនជានៅក្នុងបណ្ដាញសង្គមបងប្អូនជេរវត្តថៃទាំងអស់ជនទង់ជាតិថៃបណ្ដាសាជាតិសាសន៍របស់ថៃទាំងមូលនោះបងប្អូននឹងធ្វើឲ្យពូប្រជាធិបតេយ្យនិងពូសៀមកាន់តែរួបរวมគ្នាគឺដែលខ្ញុំបញ្ជាក់ថាសូមញែកដាច់រវាងសៀមនិងថៃសៀមគឺពូស្ដេចអ្នកគ្រប់គ្រងស្ដេចថៃគឺពូគ្រប់គ្រងប្រជាធិបតេយ្យដូច្នេះត្រូវហែកឲ្យពីរនឹងឲ្យវាដាច់ពីគ្នាថ្ងៃមួយណាមួយវានឹងខំគ្នាហើយដាច់សៀមកុំឲ្យវាខំគ្នាធ្វើសង្គ្រាមមួយខ្មែរអញ្ចឹងយើងកុំឲ្យវាធ្វើសង្គ្រាមមួយខ្មែរកើតត្រូវឲ្យអាពីរនឹងវាខំគ្នាហើយដើម្បីឲ្យវាខំគ្នាទៅធ្វើម៉េចកុំឲ្យវារុករោមបើយើងជេរវត្តទាំងអស់ជនបណ្ដាសាជនជាតិវាទាំងអស់នឹងធ្វើឲ្យពួកវាឈឺចាប់ជាមួយនឹងខ្មែររួមគ្នាកម្ចាត់ខ្មែររួមគ្នាកំទេចខ្មែរដោយបំណងរបស់សៀមហើយដោយបំណងរបស់ស្ដេចសៀមហើយដូច្នេះគេឲ្យយល់ដឹងឲ្យស៊ីជម្រៅពាក់ព័ន្ធជាមួយនឹងល្បិចកលរបស់ចៅយើងត្រូវតែស្គាល់ចៅឲ្យច្បាស់ថាវាចង់បានអីគោលដៅវាអីហើយវាខ្លាចអីជាងគេអ្វីដែលវាខ្លាចហ្នឹងគឺខ្លាចពូសៀមនិងថៃខំគ្នានៅក្នុងបាងកកខ្លាចពូថៃងើបមកបះបោនៅបាងកកដូច្នេះសុបិនអាក្រក់របស់ស្ដេចថៃធ្វើម៉េចយើងព្យាយាមឲ្យវាខ្លាចជាការពិតដែលខ្ញុំពិតជាចង់អំពាវនាវឬគឺពិតជាចង់ប្រើសម្រេចខ្លួនឯងឲ្យប្រជាជនបានគិតយល់ជាពិសេសហ្នឹងគឺខាងសារព័ត៌មានជាពិសេសហ្នឹងគឺអ្នកដែលចែករំលែកទៅកាន់ social media ហ្នឹងគឺឲ្យមានការយល់ដឹងលើការរៀបចំពាក្យពេចន៍បែបណាទើបអាចញែកឲ្យដាច់រវាងសៀមនិងថៃខ្ញុំសូមបញ្ចប់ចំណាប់អារម្មណ៍ប៉ុណ្ណឹងអរគុណ